បាទទស្សនភាពនៅក្នុងចំការបងប្រុសនៅខាងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមទុរេននៅមុខបងប្អូនឃើញនេះគឺដាំនៅថ្ងៃទី9 ខែ 9 ឆ្នាំ 2023 អញ្ចឹងអាយុកាលនៃទុរេននេះគឺ2 ឆ្នាំ 7 ខែបាទនៅម្ចាស់គាត់កំពុងតែធ្វើការបើកទឹកអញ្ចឹងទុរេននេះខ្ញុំធ្លាប់បានចុះមកលេងគាត់នៅពេលដែលខ្ញុំដាំបាទហើយក៏បានដាំមួយដើមនៅក្នុងចំការរបស់គាត់ផងដែរចាំមើលខ្ញុំវែងបាត់ហើយចាំសួរគាត់ដើមណាដែលខ្ញុំដាំងាប់បាត់ឲ្យដឹងគាត់ប្រាប់ហ៎អេនេះទៅដឹងខ្ញុំភ្លេចឲ្យនេះក្បែរផ្លូវទេកាលហ្នឹងចាំមើលគាត់ទៅបិទទឹកសិនបាទអញ្ចឹងទុរេននេះ280ម៉ានមិញបើមិន81ចាំមើលសួរម្ចាស់គាត់សិនបាទខ្ញុំចេះតែខានមកថតយូរដែរបាទតាំងពីដាំឲ្យគាត់ថាទៅហួសមកហួសបានតែមើលអត់បានថតបងទុរេនអាមួយណាខ្ញុំដាំមកបងងាប់បាត់នៅអូបើអត់ថែផងបាទនេះមកសំដែងដាំឲ្យគាត់បានមួយដើមដែរអានេះបងទុរេន100ដើមធ្វើតែអញ្ចឹងនេះមកប្រាប់គេនេះមកប្រាប់ធ្វើតែអញ្ចឹងម៉ានបងដីម៉ានហាត់ដី2ហាត់ទុរេន280 គុត8គុតហើយក៏81 8គុតហ្មង8គុត2ហាត់ 10A ដែរ2ហាត់ 10A អញ្ចឹងគាត់ដាំភាគច្រើនមុនផងបងណាមុនផងទាំងអស់មូសាំងខេចូល98%មុនផង98%បាទដល់មុនផងទាំងអស់ទៀតចុះយើងដើរមើលឡើងមកជុំហើយអានេះគាត់ធ្វើការចម្រើនដីតាំងពីដាំមកលើកទីម៉ានហើយបងនេះលើកទី2អញ្ចឹងអាយុ2 ឆ្នាំ 7 ខែបាទគាត់ដាំថ្ងៃ9 ខែ 9 2023 2 ឆ្នាំ 1 ខែ 29 ថ្ងៃបាទ2 ឆ្នាំ 9 ខែមក2 ឆ្នាំ 6 ខែ 29 ថ្ងៃអូដាំយកថ្ងៃរៀងថ្ងៃ9 ខែ 9ដូចលោកគ្រូចុះពេលដាំហ្នឹងក៏តាក់តងលោកគ្រូដែរបាទតាក់តងលោកគ្រូមុនដាំហើយចុះមកលោកគ្រូតម្លាក់ខ្ញុំឲ្យមកសំដែងដាំឲ្យវាយមើលហ្នឹងមែនបាទដើមហ្នឹងមែនបាទដើមមើលសេះបាទបាទនេះសេះទឹកគាត់ក្រាលតង់ឆ្ងាញ់ហើយទឹកសាគាត់មើលយ៉ាងដូចស្ទឹងហើយណានេះគិតថាបាយបូមចូលនេះដាក់សូឡាបងលើងមើលសេរីសូឡាបូមចោលទៅបើកថ្ងៃចូលបើកថ្ងៃចូលវាអត់សូវចុះភ្លើងវាអត់ចំណាយលុយច្រើនតបាទចំណាយលុយតែម្ដងស្ទឹង5 10ក៏ដោយ25ស្រាជំរឿ6 ម៉ាតអើយអាលើស្រះនេះដូងក្អូបពេលខ្ញុំមើលឃើញលហុងអត់ទេបាំងរះនេះអូនដាំទុំមួយរះអញ្ចឹងតាក់តងនៅដីតំបន់ស្ទឹងត្រង់នេះវាមិនមែនជាដីក្រហមសុទ្ធហើយក៏មិនមែនជាដីគ្រួសុទ្ធដែរបាទគ្រួបាទលាយមួយដូចមួយកណាត់ក្រោមគ្រួក្រហមដល់ពេលមួយកណាត់លើដូចគ្រួដែរតែមានខ្សាច់ទៀតបាទលបាយខ្សាច់បាទអញ្ចឹងជារួមនៃចំការរបស់គាត់វាមានតក់មាននីលបាទមិនល្អទាំងអស់ទេគ្រាន់តែថាតក់របស់គាត់ហ្នឹងប្រហែលជា20
đom tới 20% hay níl cứ 80% lọ trà này còn đa tam một phần cầm hôn chi thò mà chiết y ấm chẳng cứ cầm rồng đám đòn sạch ấy cứ bạc này chùa này bạn nó thì lập lý thúc có mỗi chúng anh tôi thôi anh tôi với anh bánh cà phê với anh cà phê lì lặng tình mau đây kì bánh cà phê thì còn là buồn còn cái chén hai đấy thấy buồn nó mua với chay rồi ngó sôn phải buồn này bỏ ảnh ấy hay có ảnh nó mà pe đã đam bài đam môn kê do hông sôi rồi bọn hay tới cái toi roi rồi vậy có đâu tránh đấy có mày anh nắng canh anh nắng ngon anh lấy cho khơi nhiệt tắc đó mày vậy khoan cái 10 lắc về này thế lắc đó mày đừng lắc về anh như thế này bỏ tao như bạn như này còn vậy thao bia pin tắc ố pin tắc nâng trong anh trắng á gọi anh mình sơ tắc hay với cầm lăng món này nâng cầm lăng nhưng đâm vô ngay đó đi chia 7-4 năm cho mình rằng đợt không thiêu à mùi ná dương mơ vì nó mọc môi cập à mình bảo một chi cứ còn pra năng mà mà cho năm thon một đòn khúc cái nát oi terrain chẳng bạn khúc cái nát hơi mặc hái nhâm thơ video mà đồn không mình năm mà đồn hỏi đam được rồi ô thơ nên tha cay mà ra mình rúa rồi đam nó bị chẳng mày thơ đam nằng thơ đam thì muối thì pí thì bay nằng cứ mà năm thơ mà đồn đam bay trong đang tha cay mà ra mình rúa này mà này thà đam này có phơi nó cứ chỉ đam đầm nàng đam sờ đạch bọc quạt đại quạt tạm đàn hay quạt miền cầm thi birthday oi terrain quạt riêng rò mà năm mà đòn và ngày 4 khai 4 và ngày 4 khai 4 chẳng ngày 4 khai 4 cho năm pi pon mà phơiผมmùi ní và hai chị miền vọt miền mình tha lâu cố vọt miền nè thọt video đi mà cho room và mà cho room và chẳng miền ca khla miền ca miền cái đập khla chẳngอายุ 2 ឆ្នាំ 7 ខែ 6 ខែ 30 ប្រហែលថ្ងៃ29ថ្ងៃ7 ខែហ្មងណាមិនបាច់ 6 ខែទេបាទសល់មួយថ្ងៃទៀតចឹងវាបាទបែបអញ្ចឹងđọt nghe mà nghe đấy rồi ấy mình được chạy អញ្ចឹងតកតងជាមួយនឹងសីតុណ្ហភាពឡើងកម្ដៅខ្លាំងយើងពង្រីកក្រឡាផ្ទៃនៃការស្រោចទឹកឲ្យបានធំបាទយើងអត់គិតរឿងថាបាទយើងអត់គិតរឿងថាស្រោចទៅខ្លាចវាដុះស្មៅស្រោចទៅខ្លាចវានេះទេអត់ទេតែកាលណាស្មៅល្អបាទទុរេនដែលវានៅជុំវិញហ្នឹងក៏វាល្អដូចគ្នាព្រោះស្មៅគឺវាក្របដណ្ដប់បាទឬស្បៃផ្នែកខាងលើចឹងបងប្អូនមើលទៅมันជាខុសគ្នាប្រហែលទេដើមធំក៏ធំខ្លាំងដែរដើមទូចក៏មិនជាទូចអីណាស់ណាដែរអានេះដើមទូចគាត់ហ្នឹងម៉ានដងអូបងរបូតទៅយោចាំមកទឹកខ្សោយម៉ានបងបាយចម្រើនដីលើកទីម៉ានណាអានេះអាចុងក្រោយលើកទី2វាបានអាយុមួយឆ្នាំមានចម្រើនខ្លះអាយុមួយឆ្នាំចម្រើនមួយសាមួយឆ្នាំកន្លះ
chấm rá nó đại cái khá không chi cái chi chẵng chi chẵng đang 477 phọt hình sỏi 71 này chi chẵngผม477phọt hình sỏi mà đá mà ăn không 477 mà ăn cả lỗ ការទី1អាយុបាន1ឆ្នាំកន្លះក្នុងមួយដើមខ្ញុំដាក់3គីឡូ 3 គីឡូ បាទដល់ពេលឆ្នាំទី2នេះឡើងមួយដើម5គីឡូ មួយដើម5គីឡូ ក្នុងមួយមុខ បាទ ក្នុងមួយមុខនេះមិនន័យថាវាផ្ទៃកន្លាវាធំមិនចឹង ក្របជីបាទក្របជីស្រីរៀង433 65 OM បាទ organic material របស់វាគឺ 65% អញ្ចឹងវាធ្វើឲ្យដំណាំទុរេនរបស់យើងហ្នឹងវារឹសដើរបានល្អតែកាលណារឹសដើរបានល្អបាទសុខភាពដើមដងវានឹងល្អតាមហ្នឹងបាទនេះក៏ប្រើ potting soil របស់ក្រុមហ៊ុន G ធម្មជាតិ EHM យកយើងយឺតដោយសារខូចត្រួយចុះគេបាញ់កំតិចត្រួយអាខ្លះបាញ់មិនទាន់ក្តិចត្រួយយើងផ្សេងយើងបាញ់ចូលត្រួយគេកំតិចអានេះស្ទះដើរមើលអញ្ចឹង បាទ បើមិនអញ្ចឹងទេអាយើងហ្នឹងសោយដៅទៅ អញ្ចឹងហើយយើងអឺ អត់ឃើញគេដាក់ មិនសេតអូតូបើកហើយចប់ឯណាដល់បើកហើយអត់មើលស្ទះមួយចប់ វាហ្នឹងវាស្ងួតចេះ បាទហើយដល់វគ្គដូងគេដែរអាហ្នឹងអត់ទឹកដល់តែ2ថ្ងៃទៀតបានដល់វា ពីលឹកដែរ ជូលឹកដល់បាទនេះល្អយើងថតនេះថតថ្ងៃក្តៅចេះហ្មងអានេះសីតនភាពបាយចូលខ្សែជាងអត់សពូននេះបាទដោយសារកាឡាផ្ទៃដែលគាត់ស្រោចនេះគឺវាហួសសម្រាប់មេចូល1ម៉ែត្រកន្លះបាទ1ម៉ែត្រកន្លះអញ្ចឹងវាបាទវាទប់សំណើមបានល្អហើយចការរបស់គាត់រៀបចំស្អាតស្អាតជាប់ជាមួយនឹងផ្លូវជាតិលេ 71C បាទផ្លូវពីចំការលើទៅខាងស្ពានក្រូចឆ្មាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹង highlight ខ្លីៗចាំជួបគ្នានៅវគ្គក្រោយទៀតដឹងបានមកថ្ងៃណាទៀតមានមកថ្ងៃ birthday ចកានេះបើបានជីកាត់មានពេលជាងកងមកលឿនបានបើថ្ងៃ birthday ទៅនេះត្រូវទៅមកបងថាថាបំពេញមុខខ្ញុំអូខ្ញុំណានាំខ្លួនបាទអត់ទេដឹងតែមកឲ្យមកមុនម៉ោងទៀតអត់អីទេបាទបាទ